ការលើករយន្តរបស់ Tesla បានដាំក្បាលចុះចិត្ត 90% នៅពិភពដែនដីនៃរយន្តអគ្គិសនីក្នុងខែមករាទីផ្សាររយន្តអគ្គិសនីនៅប្រទេស Norway ត្រូវបានគេចាត់ទុកថាជាពិភពដែនដីនៃរយន្តអគ្គិសនីហើយក៏ជាទីផ្សាររយន្តអគ្គិសនីធំមួយនៅតំបន់អឺរ៉ុបកំពុងធ្វើឲ្យក្រុមហ៊ុន Tesla មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបើកទំព័រថ្មីទើបតែបានមួយខែបែរជាការលក់រយន្តអគ្គិសនីរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះកំពុងជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុកជិត 90% បើធៀបទៅនឹងខែមករាកាលពីឆ្នាំមុនយោងតាមទិន្នន័យនៃការចុះបញ្ជីរយន្តថ្មីចាប់ពីខែមករាឆ្នាំ 2026 បានបង្ហាញថារយន្ត Tesla Model Y ត្រឹមតែ 62 គ្រឿងប៉ុណ្ណោះត្រូវបានប្រគល់ឲ្យអតិថិជននៅក្នុងប្រទេស Norway កាលពីខែមុនដែលស្មើត្រឹមតែ 2.3% នៃការលក់រយន្តថ្មីសរុបក្នុងប្រទេស Norway បើគិតពីការលក់រយន្តអគ្គិសនីសរុបគ្រប់ model ទាំងអស់ Tesla លក់បានត្រឹមតែរយន្ត 83 គ្រឿងប៉ុណ្ណោះមានការធ្លាក់ចុះដល់ 88% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើក្រឡេកទៅមើលទីផ្សាររយន្តអគ្គិសនីក្នុងប្រទេស Norway រយន្តអគ្គិសនីជាច្រើន model ទៀតកំពុងដណ្ដើមទីផ្សាររបស់រយន្ត Tesla Model Y ក្នុងនោះ model នាំមុខគេក្នុងការលក់នៅខែមករាគឺរយន្ត Volkswagen ID3 លក់បានរហូតចំនួន 299 គ្រឿងពលគឺច្រើនជាងរយន្ត Tesla 75 ដងចំណែករយន្ត Toyota BZ4X តាមពីក្រោយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 2 លោកបានចំនួន 184 គ្រឿងខណៈរយន្ត Toyota Urban Cruiser ឈរនៅលេខ 3 លោកបានចំនួន 98 គ្រឿងជាមួយនឹងការលក់ធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla នេះមិនមែនជារឿងអាថ៌កំបាំងនោះទេព្រោះលទ្ធភាពនៃការលក់របស់ Tesla នៅក្នុងតំបន់អឺរ៉ុបស្ថិតក្រោមសម្ពាធរយៈពេលយូរមកហើយប៉ុន្តែមានមនុស្សតិចតួចណាស់ដែលរំពឹងថាការលក់របស់ក្រុមហ៊ុន Tesla មានការធ្លាក់ចុះយ៉ាងគំហុកបែបនេះដែលស្ទើរមិនគួរឲ្យជឿស្របពេលដែល Tesla បានស៊ូទ្រាំនឹងការលក់ប្រចាំខែដ៏លំបាកនៅក្នុងប្រទេស Norway ប៉ុន្តែក្រុមហ៊ុនមួយនេះបែរជាទទួលកំណើតនៃការលក់បន្តិចបន្តួចវិញនៅក្នុងទីផ្សារតំបន់អឺរ៉ុបមួយចំនួនក្នុងនោះការលក់របស់ពួកគេមានការកើនឡើង 70% នៅក្នុងប្រទេសអេស្ប៉ាញដែលលក់រយន្តបានចំនួន 456 គ្រឿងបន្ថែមពីនេះការលក់របស់ពួកគេបានហក់ឡើង 75% នៅក្នុងប្រទេសអ៊ីតាលីដែលលក់រយន្តបានចំនួន 713 គ្រឿងដោយឡែកនៅក្នុងប្រទេសស៊ុយអែតមានការកើនឡើង 26% ដែលលក់រយន្តសរុបបានចំនួន 512 គ្រឿងនិងនៅប្រទេសដាណឺម៉ាកមានការកើនឡើង 3% ដែលលក់រយន្តសរុបបានចំនួន 458 គ្រឿងចំពោះមូលហេតុនៃការលក់ធ្លាក់ចុះយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Tesla គឺដោយសារមានការផ្លាស់ប្តូរគោលនយោបាយពន្ធដែលរដ្ឋាភិបាល Norway បានរឹតបន្តឹងលើការលើកលែងពន្ធលើតម្លៃបន្ថែមសម្រាប់រយន្តអគ្គិសនីជាហេតុធ្វើឲ្យប្រជាជនសម្រុកទិញតាំងពីចុងឆ្នាំ 2025 ទើបធ្វើឲ្យការលក់ក្នុងខែមករានេះមានការធ្លាក់ចុះខ្លាំងចំពោះមូលហេតុផ្សេងទៀតដែលធ្វើឲ្យការលក់របស់ Tesla ធ្លាក់ចុះបែបនេះគឺដោយសារការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំងពីសំណាក់រយន្ត model ថ្មីៗដូចជារយន្ត Volkswagen ID3 និងរយន្ត Toyota BZ4X ដែលបានដណ្ដើមចំណាត់ថ្នាក់លក់ដាច់ជាងរយន្ត Tesla ក្នុងខែដដែលដូចគ្នានេះជាមួយគ្នានេះក៏មានកត្តាមជ្ឈដ្ឋានខាងក្រៅផ្សេងទៀតគឺសំដៅទៅលោក Elon Musk ផ្ទាល់តែម្ដងដោយត្រូវបានគេមើលឃើញថាក៏បានជះឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកប្រើប្រាស់រយន្តមួយចំនួននៅតំបន់អឺរ៉ុបផងដែរ